បាទជម្រាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទអត់បានបង្ហាញអំពីវិធីធ្វើម្ហូបទេបងប្អូនគឺចង់បង្ហាញបងប្អូនទស្សនាកំសាន្តអារម្មណ៍អំពីសកម្មភាពដែលខ្ញុំបាទបុកល្ហុងវីដេអូនេះគឺអត់មានអីប្លែកភ្នែកដើម្បីបង្ហាញចែកជូនបងប្អូនទស្សនាកំសាន្តទេគ្រាន់តែជាសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំបាទប៉ុណ្ណោះបងប្អូនហើយយើងធ្វើបុកល្ហុងហូបពេលថ្ងៃដើម្បីកែអបសក់កែងុយដេកអីចឹងទៅគឺបើមិនថតទេវាស្ដាយវីដេអូចឹងហើយក៏ថតផុសដើម្បីចែកជូនបងប្អូនទស្សនាលេងកំសាន្តបងប្អូនហើយជាធម្មតាបុកល្ហុងខ្ញុំតែងតែបុកល្ហុងបង្គាឆៅជាញឹកជាញាប់ណាបងប្អូនប៉ុន្តែថ្ងៃនេះអត់មានបង្គាបង្កងអីដាក់ទេមានតែបុកល្ហុងធម្មតាចិត្តពីប៉ោះចិត្តអីដាក់ធម្មតាបែបសាមញ្ញបងប្អូនហើយគ្រឿងក្រៅគ្រឿងផ្សំគឺអត់មានអីច្រើនទេបងប្អូនមានតែល្ហុងមួយហើយនឹងពេញប៉ោះ2 3ផ្លែមកហើយក្រូចឆ្មាប៊ីចេងស្ករហើយនឹងទឹកប្រហុកមួយដបហ្នឹងរួចស្រេចហើយបងប្អូនហើយដំបូងនោះគឺយើងសាប់ល្ហុងឲ្យហើយមកហើយយើងបុកម្ទេសបុកខ្ទឹមហើយក៏ដាក់ល្ហុងបុកញុំច្បល់ជាមួយគ្នាទៅហើយកាត់ពេញប៉ោះដាក់2ផ្លែ3ផ្លែទៅហើយក៏ច្បាច់ក្រូចឆ្មាដាក់ប៊ីចេងស្ករអីទៅប៉ុណ្ណឹងរួចរាល់ហើយបងប្អូនអត់មានអីច្រើនទេហើយជាចុងក្រោយក៏ថែមដោយទឹកប្រហុកទៅហើយញុំចុះញុំឡើងចូលគ្នាទៅបានហូបហើយបងប្អូនបុកល្ហុងនេះគឺខ្ញុំហូបអត់ចេះធុញទេបងប្អូនបុកឡើងប្រពន្ធឆ្ងល់តិចតិចបុកល្ហុងតិចតិចបុកល្ហុងគេហូបឡើងធុញហើយប៉ុន្តែខ្ញុំបុករាល់ថ្ងៃហូបបានរាល់ថ្ងៃបងប្អូនអត់ចេះធុញគាត់ណាថ្ងៃនេះយើងបុកដាក់នេះថ្ងៃនោះយើងបុកដាក់បកាខ្លះអីខ្លះអញ្ចឹងណាដូរមុខទៅប៉ុន្តែហូបបានរហូតបុកល្ហុងហូបអត់ធុញហើយក៏សង្ឃឹមថាបងប្អូនដែលតាមដានទស្សនាក៏មិនធុញដែរបងប្អូនគឺវីដេអូខ្ញុំផុសភាគច្រើនគឺបុកល្ហុងច្រើនមែនទែនបងប្អូនបុកល្ហុងសឹងតែរាល់ថ្ងៃប៉ុន្តែយើងមិនថតសកម្មភាពគឺមិនបានវាស្ដាយអញ្ចឹងហើយយើងអ្នកធ្វើវីដេអូមានអីបន្តិចបន្តួចគឺត្រូវតែខុសបង្ហាញបងប្អូនទស្សនាកំសាន្តទាំងអស់គ្នាបងប្អូនសង្ឃឹមថាបងប្អូនមិនប្រកែកប្រកាន់អីទេហើយវីដេអូនេះក៏អត់មានអីខ្លឹមសារអីច្រើនទេបងប្អូនគឺគ្រាន់តែចង់បង្ហាញពីសកម្មភាពការរស់នៅការហូបចុកប្រចាំថ្ងៃរបស់ខ្ញុំអញ្ចឹងណាមួយថ្ងៃនឹងធ្វើអីខ្លះអញ្ចឹងទៅហើយសង្ឃឹមថាបងប្អូននឹងជួយគ្រប់គ្រងតាមដានទស្សនាដើម្បីជាកម្លាំងចិត្តក្នុងការផលិតវីដេអូដើម្បីចែករំលែកនិងចែកជូនបងប្អូនទស្សនាកំសាន្តជាបន្តទៅទៀតហើយជាចុងក្រោយក៏សូមអរគុណដល់បងប្អូនដែលតែងតែជួយគ្រប់គ្រងតាមដានទស្សនានិងជួយចុច like comment ពាក្យល្អៗហើយកុំភ្លេចជួយ follow ម្នាក់មួយផងដើម្បីជាការឧបត្ថម្ភនិងគ្រប់គ្រងដល់ខ្ញុំបាទក្នុងការផលិតនៅវីដេអូចែកជូនដល់បងប្អូនទស្សនាកំសាន្តរាល់ការទស្សនានិង like share comment របស់បងប្អូនគឺជាការឧបត្ថម្ភដ៏សំខាន់បំផុតសម្រាប់ពួកខ្ញុំបាទដែលជាអ្នកផលិតនៅវីដេអូបាទសូមអរគុណបងប្អូននិងសូមគោរពលា